លោកអុកញ៉ាសុនសៀបខ្ញុំសូមជម្រាបសួរបាទបាទសូមជម្រាបសួរលោកសុផលអរគុណលោកអុកញ៉ាដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិ AFE បានធ្វើកិច្ចសម្ភាសន៍ជាមួយលោកនៅថ្ងៃនេះដោយលោកអុកញ៉ាបានជ្រាបហើយថានៅក្នុងខែមករាឆ្នាំ2026នេះមានព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់ដ៏ធំមួយគឺការបំបែកសម្បុកអ ுக ្រិតជនឆបោកអនឡាញដោយផ្ដើមពីការចាប់ខ្លួនមេបណ្ដាញអ ுக ្រិតកម្មដ៏ធំគឺអតីតអ្នកអុកញ៉ា Gen Z បញ្ជូនទៅប្រទេសចិនហើយលោក Gen Z ក៏ជាអ្នកវិនិយោគវិស័យអចលនទ្រព្យដ៏ធំមួយផងដែរដូច្នេះការចាប់ខ្លួន Gen Z និងការផ្អើលឈូឆរបែកសម្បុកទីតាំងអ្នកពាក់ព័ន្ធបទល្មើសឆបោកអនឡាញពេលនេះតើធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជានៅដើមឆ្នាំ2026នេះទេលោកអុកញ៉ាសុនសៀបបាទលោកសុផលបើយើងមើលទីផ្សារអចលនទ្រព្យកម្ពុជាទទួលរងផលប៉ះពាល់ច្រើនឆ្នាំមកហើយតាំងពី COVID រហូតមកដល់មានវិបត្តិព្រំដែនជាមួយនឹងថៃហើយមកដល់ចុងឆ្នាំ2025នេះអត់ទាន់មានសភាពប្រសើរឡើងទេបើយើងសង្កេតមើលទៅយើងទំនឹងដោះស្រាយបទឈប់បាញ់ថ្មីនៅចុងឆ្នាំ2025ហ្នឹងហើយដើមឆ្នាំ2026នេះរដ្ឋាភិបាលចាប់ផ្ដើមធ្វើកិច្ចការមួយចំនួនជាពិសេសដោយការបំបែកក្រុមឆបោកអនឡាញក៏ដូចជាការចាប់ខ្លួន Gen Z បញ្ជូនទៅប្រទេសចិនវិញហ្នឹងជារួមខ្ញុំយល់ថាអាចប៉ះពាល់ទៅដល់ទីផ្សារខ្លះក្នុងរយៈពេលខ្លីប៉ះពាល់យ៉ាងម៉េចគឺប៉ះពាល់ដល់ប្រជាជនដែលគាត់ទិញទ្រព្យនៅជាមួយនឹងគម្រោង Prince Real Estate Group ហើយបើយើងក៏លេខមើលអ្នកដែលទិញនៅក្នុងគម្រោង Prince Real Estate Group ហ្នឹងមិនទៅជាមានប្រជាពលរដ្ឋខ្មែរយើងប្រហែលទេបាទមានតិចទេហើយបើយើងសម្លឹងមើលរយៈពេលវែងវាជាកិច្ចការមួយដែលត្រឹមត្រូវល្អខ្ញុំគ្រប់គ្រងពេញទំហឹងដើម្បីយើងសម្អាតនៅប្រទេសកម្ពុជាយើងនៅពេលដែលខ្ញុំជួបជាមួយនឹងអ្នកវិនិយោគបរទេសពួកគាត់បានផ្ដល់ជាយោបល់ច្រើនអ្នកដែលគាត់ថាប្រទេសកម្ពុជាត្រូវការតាក់ទាញអ្នកដែលមានកេរ្តិ៍ឈ្មោះល្អៗមាន profile ល្អៗមកចូលវិនិយោគនៅកម្ពុជាដើម្បីគាត់តាក់ទាញពីមួយទៅមួយឲ្យមកចូលនៅកម្ពុជាដូច្នេះការចាប់ខ្លួនបញ្ជូនខ្លួនលោកចិនស៊ីទៅប្រទេសចិនវិញក៏ដូចជាយើងកំពុងតែសម្អាតសម្បុកអនឡាញនេះគឺដូចជាយើងសម្អាតកកចេញពីពាងដូចនេះឯងដែរការសម្អាតកកចេញពីពាងនេះមានន័យថាយ៉ាងដូចម្ដេចលោកអញ្ញាបាទខ្ញុំយល់ឃើញថាការសម្អាតកកចេញពីពាងនេះយើងត្រូវតែចាក់ទឹកយើងត្រូវតែដងទឹកចេញពីពាងរបស់យើងអញ្ចឹងនៅពេលហ្នឹងវាប៉ះពាល់ទឹកដែលនៅក្នុងពាងហ្នឹងហើយប៉ុន្តែដោយឡែកនៅពេលដែលយើងសម្អាតអស់ហើយយើងចាក់ទឹកថ្មីមកគឺទឹកថ្មីនេះគឺទឹកថ្លាទឹកល្អទឹកដែលយើងប្រើប្រាស់បានជាគុណប្រយោជន៍ហើយអ្នកណាក៏គេមើលសម្លឹងទៅឃើញថាល្អដែរអញ្ចឹងរយៈពេលវែងនឹងជួយទៅដល់សេដ្ឋកិច្ចកម្ពុជាយើងទេសចរក៏លែងមានការព្រួយបារម្ភអ្នកវិនិយោគក៏លែងមានការព្រួយបារម្ភនៅក្នុងការធ្វើដំណើរមកប្រទេសកម្ពុជានៅពេលដែលវិនិយោគកើនឡើងការនាំចេញកើនឡើងទេសចរកើនឡើងក៏ដូចជាកសិកម្មយើងដំណើរការល្អអចលនទ្រព្យនឹងកើនឡើងទៅតាមនឹងដែរមិនចឹងលោកញ៉ាអចលនទ្រព្យនឹងកើនឡើងឯងព្រោះអចលនទ្រព្យនេះគឺដើរទៅតាមក្រោយសេដ្ឋកិច្ចដើរទៅតាមក្រោយលំហូរសាច់ប្រាក់នៅពេលដែលប្រជាពលរដ្ឋក៏ដូចជាអ្នកវិនិយោគគាត់មានលំហូរសាច់ប្រាក់ល្អមានសេដ្ឋកិច្ចល្អពួកគាត់នឹងយកទៅកែច្នៃយកទៅវិនិយោគតយកទៅអភិវឌ្ឍបន្ថែមអញ្ចឹងវិស័យអចលនទ្រព្យនឹងមានតម្រូវការជាក់ស្ដែងខ្ញុំឧទាហរណ៍មួយទៀតថាបើមានវិនិយោគមកកាន់តែច្រើននៅកម្ពុជាដូច្នេះពួកគាត់ត្រូវការលំនៅឋានពួកគាត់ត្រូវការរោងចក្រពួកគាត់ត្រូវការដីពួកគាត់ត្រូវការឃ្លាំងទាំងអស់ហ្នឹងហើយគឺសិតតែពាក់ព័ន្ធនឹងអចលនទ្រព្យបាទកម្មករត្រូវការផ្ទះនៅពេលមានបុគ្គលិកដែលគាត់ធ្វើការនៅក្នុងក្រុមហ៊ុនវិនិយោគទាំងអស់នោះគាត់ទទួលបានប្រាក់ខែខ្ពស់គាត់ក៏អាចមានលទ្ធភាពទៅទិញផ្ទះថែមទៀតដែរក៏ពាក់ព័ន្ធនឹងអចលនទ្រព្យបាទដូច្នេះវាជារឿងដ៏វិជ្ជមានទៅវិញទេនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាគ្រាន់ថាវិជ្ជមានហ្នឹងវាអាចថាវិជ្ជមានរយៈពេលខ្លីរយៈពេលមធ្យមឬក៏នៅក្នុងពេលវេលាណាមួយមិនអញ្ចឹងលោកអញ្ញាសុនសៀបបាទភាពវិជ្ជមាននេះខ្ញុំមិនទាន់ហ៊ានកំណត់ថារយៈពេលខ្លីរយៈពេលប៉ុណ្ណាទេដោយសារ
បើសិនជាមិនមានសម្ពាធសេដ្ឋកិច្ចសម្ពាធបញ្ហានៅក្នុងពិភពលោកវិបត្តិនយោបាយនៅក្នុងតំបន់នៅក្នុងពិភពលោកយើងអាចសន្និដ្ឋានបានប៉ុន្តែបញ្ហាទាំងអស់ហ្នឹងគឺវារួមបញ្ចូលទាំងអស់ចូលគ្នាទោះបីជាអនឡាញបិទក៏បិទមែនអ្វីល្អក៏ដោយក៏ប៉ុន្តែប្រសិនបើផ្ទុះសង្គ្រាមនៅបន្តពីប្រទេសមួយទៅប្រទេសមួយរហូតដល់យើងមានវិបត្តិជាមួយនឹងថៃកន្លងមកហ្នឹងឡើងវិញគឺយើងមិនអាចព្យាករបានដដែលអចលនទ្រព្យនៅតែអត់មានដំណើរការល្អអញ្ចឹងបាទប៉ុន្តែទន្ទឹមគ្នានេះកម្ពុជាចាំបាច់ត្រូវមានដំណោះស្រាយគេហៅថាភាពរញ៉េរញ៉ៃឬក៏បញ្ហាដែលបានកើតឡើងនៅក្នុងប្រទេសឲ្យជ្រះស្រឡះទេស្របពេលដែលលោកអញ្ញាលើកឡើងថាជាសញ្ញាល្អទៅវិញទេនៅពេលដែលបំបែកក្រុមវិនិយោគដែលមិនល្អណាបាទដូច្នេះវាជារឿងបែបនេះទៅវិញទេយ៉ាងម៉េចបាទនៅត្រង់ចំណុចនេះនៅពេលដែលរាល់កិច្ចការទាំងអស់យើងបានរៀបចំផែនការរួចហើយយើងសម្អាតទាំងក្នុងទាំងក្រៅគឺជារឿងល្អតែសួរថាសម្អាតយ៉ាងម៉េចនោះខ្ញុំក៏មិនមានមតិយោបល់ច្រើនដែរពីព្រោះកិច្ចការងារនៅក្នុងប្រទេសច្រើនអញ្ចឹងទៅខ្ញុំក៏យល់ថាមើលមិនឃើញគ្រប់ជ្រុងជ្រោយដែរអ្វីដែលខ្ញុំអាចលើកជាចំណុចវិជ្ជមានមួយចំនួនធំខ្ញុំឃើញថាជាពិសេសរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះគឺលោកខំប្រឹងធ្វើកិច្ចការដើម្បីជំរុញកម្ពុជាយើងឲ្យទៅមុខហើយឃើញកិច្ចការនេះនៅប្រតិកលាគ្នាច្រើននៅឡើយហើយខ្ញុំក៏ឃើញឥឡូវនេះរដ្ឋាភិបាលបានកំពុងកាត់នៅចំណែកណាដែលមិនល្អចេញពីក្នុងសង្គមក៏ដូចជានៅក្នុងជួរមន្ត្រីរដ្ឋាភិបាលដែរកន្លែងនេះខ្ញុំឃើញថាជាចំណុចល្អដែលជាសញ្ញាមួយប្រាប់ទៅដល់អ្នកដែលគាត់មិនបានចូលរួមនៅលើទូកយើងថាបើសិនជាមិនបានចូលរួមចែកកុំយកជើងរៀបទឹកមានន័យថាផែនការរដ្ឋាភិបាលដាក់ចេញទៅហើយប្រសិនបើពួកគាត់មិនបានជួយទេកុំឲ្យបង្អាក់លើផែនការទាំងអស់នឹងនៅក្នុងការអភិវឌ្ឍប្រទេសជាតិយើងបាទដូច្នេះត្រឡប់មកចំណុចកត់សម្គាល់ទៅលើស្ថានភាពចលនាទ្រព្យជាក់ស្ដែងវិញសម្រាប់ដើមឆ្នាំ2026នេះឃើញថាស្ថានភាពនៃបុរីផ្ទះល្វែងខុនដូហើយនិងដីធ្លីមើលទៅកំពុងស្ថិតនៅក្នុងស្ថានភាពបែបណាលោកញ៉ាបាទលោកសុផលបើយើងនិយាយដល់ទីផ្សារអចលនទ្រព្យយើងបែងចែកជា4សំខាន់4ផ្នែកទី1គឺផ្នែកលំនៅឋានដែលមានអនុវិស័យ2នៅក្នុងនឹងទី1ខុនដូទី2បុរីដែលយើងហៅថាសំណង់ផ្ទះល្វែងបុរីជាប់ជាមួយនឹងដីបាទផ្ទះល្វែងតម្រូវការភាគច្រើនគឺប្រជាជននៅក្នុងស្រុកហើយប្រជាជនក្នុងស្រុកឥឡូវនេះលំហូរសាច់ប្រាក់របស់គាត់សេដ្ឋកិច្ចគ្រួសាររបស់គាត់គឺនៅតឹងតែងនៅឡើយគាត់អត់អាចបន្តទិញវិនិយោគដូចលើកមុនទៀតបានទេហើយម្នាក់ដែលគាត់មានលុយលើកមុននឹងសិនតែមានទិញវិនិយោគរួចហើយទៅលើផ្ទះទៅលើដីដូច្នេះឥឡូវនេះគឺសម្បូរតែអ្នកលក់ទេចំណែកឯខុនដូក៏ស្តៀងគ្នាដែរនៅពេលដែលមានវិបត្តិនៅព្រំដែនយើងឃើញថាបរទេសគាត់មិនមានចូលមកច្រើនសម្លឹងមើលឱកាសទិញខុនដូតទៀតទេបាទមានខុនដូដែលកំពុងតែលក់ដាច់ហ្នឹងគឺខុនដូតម្លៃទាបនិងមធ្យមដែលអ្នកទិញហ្នឹងគឺស្ទើរតែអ្នកទិញនៅក្នុងស្រុកភាគច្រើនសរុបមកផ្នែកលំនៅឋានគឺនៅមានផលលំបាកនៅឡើយអត់ទាន់មានសញ្ញាដែលថាល្អប្រសើរឡើងវិញនៅឡើយទេចុះវិស័យទី2វិញយ៉ាងណាដែរលោកអង្ញាសុនសៀតបាទវិស័យទី2វិស័យអចលនទ្រព្យប្រភេទពាណិជ្ជកម្មដែលសំដៅទៅលើសារទំនើបអគារការិយាល័យជួលសារទំនើបនិងការិយាល័យជួលនេះគឺត្រូវការអ្នកដែលគាត់ទៅជួលដើម្បីធ្វើអាជីវកម្មក៏ដូចជាធ្វើការងារកន្លងមកចាប់តាំងពី COVID មកយើងឃើញថាតម្រូវការនៃការជួលទាំងក្នុងផ្សារទំនើបទាំងការិយាល័យមានការថយចុះមូលហេតុទី1ដោយសារកំណើននៃការធ្វើការតាមផ្ទះក៏ដូចជាការលក់អនឡាញហើយមូលហេតុទី2គឺបរិយាកាសនៃការរកស៊ីនៃការធ្វើការនឹងនៅមិនទាន់សមស្របដូចមុននៅឡើយ
បាទដូច្នេះវានៅតែមានផលអវិជ្ជមាននៅតែមានសម្ពាធទៅដល់អចលនទ្រព្យប្រភេទពាណិជ្ជកម្មហើយបន្ថែមពីលើនឹងទៀតក៏មានការផ្គត់ផ្គង់បន្ថែមដែលចាប់ដើមធ្វើមុនកូវីដឬក៏ទន្ទឹមនឹងកូវីដហ្នឹងគាត់បន្តធ្វើពេលឆ្នាំ2025នេះក៏បានបើកឲ្យដំណើរការបន្ថែមអញ្ចឹងត្រូវការអ្នកជួលត្រូវទាញអ្នកដែលមានតម្រូវការជាក់ស្ដែងនៅលើទីផ្សារបាទអញ្ចឹងវាធ្វើឲ្យកាន់តែមានសម្ពាធទៅដល់អ្នកដែលកំពុងប្រតិបត្តិការជាក់ស្ដែងទៅទៀតអត់មានតម្រូវការថ្មីហើយថែមការផ្គត់ផ្គង់មកលើទីផ្សារទៀតហើយបើក្លែកមើលលើអចលនទ្រព្យប្រភេទឧស្សាហកម្មយើងឃើញថាហាក់ដូចជានៅមានដង្ហើមខ្លះជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅមានដំណើរការដោយសារខ្ញុំឃើញការចរចាពន្ធជាមួយនឹងសហរដ្ឋអាមេរិកបានដំណើរការល្អបានលទ្ធផលល្អធ្វើឲ្យដំណើរការនៃការនាំចេញមានភាពប្រក្រតីភាពឡើងវិញហើយការរកដីធ្វើឃ្លាំងឬក៏រកឃ្លាំងដើម្បីប្រើប្រាស់ស្តុកទំនិញហ្នឹងក៏មានការកើនឡើងមួយចំនួនដែរនេះគឺជាទិដ្ឋភាពទីផ្សាររួមទាំងមូលបើខ្ញុំមើលទៅលើទីផ្សារជាក់ស្ដែងខ្ញុំឃើញថាមានមួយទីតាំងដែលយើងឃើញថាកំពុងតែមានតម្រូវការដោយសារឆ្នាំ2025ហ្នឹងមានការបើកពលានយន្តហោះថ្មីហើយពលានយន្តហោះថ្មីនេះមានសក្តានុពលក្នុងការទាក់ទាញគម្រោងធំៗផ្សេងខ្ញុំឧទាហរណ៍ថាផ្លូវ60ម៉ែត្រមាន EON 3ហើយថ្មីហ្នឹងក៏មានគម្រោងពិភពថ្មីគាត់ធ្វើ condo នៅទល់មុខ EON 3ហ្នឹងហើយតាមជួរផ្លូវហ្នឹងទៅដល់ពលានយន្តហោះហ្នឹងនៅលើផ្លូវ80ម៉ែត្រក៏មាន China Town កំពុងតែអភិវឌ្ឍហើយក៏មានគម្រោងផ្សេងទៀតដែលកំពុងអភិវឌ្ឍនៅតាមផ្លូវ60ម៉ែត្រនឹងតំបន់ខាងភាគខាងត្បូងខ្ញុំឃើញនៅមានតម្រូវការនៅមានកំណើននៃការអភិវឌ្ឍចលនាទ្រព្យបាទលោកអញ្ចឹងទីតាំងមួយហ្នឹងខ្ញុំជឿជាក់ថានៅឆ្នាំ2026នេះក៏នៅមានដំណើរការល្អដែរបាទលោកអង្គញាសុនសៀបអាចរំពឹងថាវិស័យអចលនទ្រព្យកម្ពុជានឹងងើបឡើងវិញជាទូទៅនឹងអាចថានៅពេលណាដែរបាទបើខ្ញុំយោងទៅលើបទពិសោធន៍កន្លងមកឆ្នាំ2008 2ឆ្នាំធ្លាក់ចុះ2ឆ្នាំក្រោយងើបឡើងស្មើដើមវិញតម្លៃដីនៅកណ្ដាលក្រុងភ្នំពេញហើយការទិញលក់ក៏មិនទាន់មានផុសផុលដែររហូតដល់ឆ្នាំ2016-17ទើបការទិញលក់ផុសផុលអញ្ចឹងយើងសង្កេតមើលទៅ2012ស្មើដើមវិញហើយ2016វា4ឆ្នាំក្រោយពីការងើបឡើងវិញនៅក្នុងបរិបទយើងបច្ចុប្បន្ននេះស្តៀងគ្នាដែរប៉ុន្តែខ្ញុំមើលឃើញភាពខុសគ្នាបន្តិចត្រង់ចំណុចថាការងើបឡើងវិញនៃតម្លៃប្រហែលជាត្រូវការពេលវេលាបន្តទៅទៀតនៅក្នុងឆ្នាំ2026បើខ្ញុំអាចប្រៀបធៀបបានធៀបទៅនឹង2025ខ្ញុំជឿថាកំណើននៃការទិញលក់នឹងមានការកើនឡើងក៏ប៉ុន្តែតម្លៃអចលនទ្រព្យអត់មានកើនឡើងទេបាទដោយសារអ្នកលក់អ្នកដែលត្រូវការហិរញ្ញវត្ថុនៅមានចំនួនច្រើនអ្នកដែលមានលុយពិតប្រាកដគាត់ចង់ទិញសម្រាប់ការប្រើប្រាស់ពិតប្រាកដឬក៏វិនិយោគមានតិចដូច្នេះកំណើននៃការទិញដូរអាចកើនឡើងក៏ប៉ុន្តែតម្លៃមិនទាន់កើនឡើងទេឆ្នាំ2026នេះបាទលោកអញ្ញាដោយអស់ពេលខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្ដងទៀតដល់លោកអុកញ៉ាសុនសៀបដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ដល់នូវកិច្ចសម្ភាសន៍ដល់វិទ្យុបារាំង AFE យើងខ្ញុំសូមជម្រាបអស់លោកអ្នកស្ដាប់ថាលោកអុកញ៉ាសុនសៀបគឺជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាខ្ញុំសូមអរគុណនិងជម្រាបលាលោកអុកញ៉ាបាទអរគុណលោកសុផលជម្រាបលា